សួស្តីកូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី36ការហាត់ប្រាណអំណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរឥឡូវកូនទាំងអស់គ្នាពិនិត្យមើលរូបភាពនេះគឺជារូបភាពការហាត់ប្រាណនៅមុខផ្ទះអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានជាមួយលោកគ្រូតោះចាប់ផ្ដើមនៅព្រឹកព្រលឹមភ្លឺស្រាងនៅមាត់បង្អួចក្បែរបន្ទប់បូណាគេងគេឮសំឡេងមាន់រងាវដាស់បូណាកុកគីកែកើតកុកគីកែកើតក្រោកឡើងបូណាចាបក៏ជួយស្រែកដាស់ជីបភ្ញាក់ឡើងភ្លឺហើយបូណានៅតែសំងំគេងលក់យ៉ាងស្កប់ស្កល់ដដែលព្រះអាទិត្យក៏ជួយកើនបូណាឲ្យក្រោកឡើងយើងទៅហាត់ប្រាណជាមួយគ្នាបូណាភ្ញាក់ពីដំណេកមនីស្ទុះចេញពីក្រែរួចពោលថាអូសួស្តីបងមាន់បងចាបបងព្រះអាទិត្យបងចាំខ្ញុំយូរហើយឬថ្ងៃនេះខ្ញុំគេងជ្រុលបន្តិចព្រោះយប់មិញចូលគេងម៉ោង10ដោយរវល់បង្ហើយកិច្ចការផ្ទះសម្រាប់ត្រៀមប្រឡងឆមាសអរគុណបងទៅយើងទៅហាត់ប្រាណពួកគេក៏បណ្ដើរគ្នាត្រសងយ៉ាងរីករាយយើងហាត់ប្រាណដើម្បីបញ្ចេញញើសគឺបញ្ចេញជាតិពុលពីក្នុងខ្លួនការហាត់ប្រាណទៀងទាត់អាចបង្ការទប់ស្កាត់ជំងឺផ្សេងបានដូចនេះការហាត់ប្រាណមានសារៈសំខាន់ណាស់ដើម្បីសុខភាពយើងទាំងអស់គ្នាបាទបន្ទាប់ពីកូនបានអានជាមួយលោកគ្រូមកកូនអានដោយខ្លួនឯងឲ្យបានច្រើនដងច្រើនសារដើម្បីឆាប់ចេះឆាប់ចាំនិងស្ទាត់ជំនាញក្នុងការអានចឹងទេកូនឲ្យពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីហើយកូនពុំទាន់បានចុច Like កូនចុច Like មួយផងសូមអរគុណ